nơi khongประពុទ្ធសាសនាយើងនេះលោកសំដែងអំពីមនុស្សដែលកើតឡើងមានឋានៈបុណ្យស័ក្តិខុសៗគ្នាតើជាអាចកំបាំងអីបានកើតមកអ្នកខ្លះមានអ្នកខ្លះក្រអ្នកខ្លះល្ងងអ្នកខ្លះចេះអ្នកខ្លះប្រាជ្ញអ្នកខ្លះបណ្ឌិតអ្នកខ្លះមានរូបរាងកាយល្អអ្នកខ្លះក៏រងទុក្ខលំបាកវេទនាសុភមៈមាននុបកោនតោតេយព្រាមធ្លាប់បានយកសំណួរនេះទៅសួរដល់ព្រះអង្គបានបញ្ជាក់ថាកម្មសកាមានវៈកម្មទាយាទាកម្មយោនីកម្មពន្ធុកម្មបដិសារណាយ៉ាងកម្មងសតេវិភច្ចតិយតិទាំងហិណបណៃតតាយៈមនាលសុភមៈមាននុបកម្មល្អនិងកម្មអាក្រក់ជាអ្នកចាត់ចែងសត្វដែលកើតឡើងមកនេះថ្លៃថ្នូរឬខ្ពស់ទាបល្ងងឬចេះស្អាតល្អអាក្រក់មានបញ្ញាឬអត់បញ្ញារោគតិចរោគច្រើនគឺកម្មមានកម្មជាមរតកមានកម្មជាផៅពងមានកម្មជាទីរលឹកមានកម្មជាកំណើតតាំងតែពីសម័យកាលដើមឡើយមកយើងបានកសាងកម្មណាកម្មនោះអ្នកចាត់ចែងអញ្ចឹងហើយបានជាមនុស្សដែលកើតឡើងមានយុះមានស័ក្តិមានតំណែងគឺកម្មចាស់ដែលយើងបានធ្វើអ្នកមកចាត់ចែងកម្មចាស់នោះគឺបុណ្យដែលយើងធ្វើពីអតីតមកសេចក្តីនេះក៏ជាការភ្លឺស្វាងមួយសម្រាប់អ្នកឆ្ងល់មនុស្សទាំងអស់គ្នាកើតមកចង់សុខចង់ចម្រើនហេតុអីបានជាវាមានសភាពលក្ខណៈជីវិតរស់នៅខុសៗគ្នាយើងយល់បានថាមកពីបុណ្យហើយនឹងបាបឬក៏កម្មចាស់ដែលយើងបានធ្វើមកហើយមនុស្សដែលធ្លាប់ធ្វើបាបក៏ដោយបើនឹកឃើញអំពើបុណ្យហើយកែប្រែចេញមករកបុណ្យមនុស្សនោះឯងចេញពីទីងងឹតមកកាន់ទីភ្លឺល្អណាស់ពេលមួយចម្ងល់នេះកើតឡើងដល់ព្រះអានន្ទលោកបានឆ្ងល់អំពីអពតកសេដ្ឋីហើយនឹងឆ្ងល់អំពីចិត្តកហបតីចិត្តកហបតីចូលមកកាន់សំណាក់ព្រះអង្គអស់មួយខែដាក់អីវ៉ាន់500អទេសថ្វាយព្រះអង្គអស់នៅស្ដាប់ធម៌ព្រះអង្គរយៈពេលមួយខែហើយក៏លាត្រឡប់ទៅវិញអ្នកស្រុកអ្នកភូមិគេដាក់គ្រឿងសក្ការៈបូជាមានតាំងពីថ្នោតដូងខ្នោឬក៏ផ្លែឈើផ្លែព្រៃយ៉ាងច្រើនពេញ500អទេសក៏បរត្រឡប់ទៅវិញព្រះអានន្ទទទួលសួរព្រះអង្គថាបបិទ្ធព្រះអង្គដ៏ចម្រើនចិត្តកហបតីជាអ្នកមានស្ដុកស្ដំហើយគាត់បានចូលមកថ្វាយអង្គមព្រះអង្គបូជាថ្វាយនៅគ្រឿងសក្ការៈ500អទេសអស់ហើយនៅស្ដាប់ធម៌មួយខែឥឡូវគាត់ត្រឡប់ទៅវិញអ្នកស្រុកគេដាក់បូជាគាត់យ៉ាងកក្រិតកក្រៀងអញ្ចឹងខ្ញុំព្រះអង្គឆ្ងល់ថានេះគាត់មកកាន់សំណាក់ព្រះអង្គគេបូជាអញ្ចឹងចុះបើគាត់ទៅកាន់ទីដតីមានគេបូជាអញ្ចឹងដែរទេព្រះអង្គក៏បានសម្ដែងបំភ្លឺប្រាប់ថាអានន្ទកុំឆ្ងល់នេះជាអានិសង្សអ្នកមានសទ្ធាអ្នកមានសិលពីអតីតមកទេចិត្តកហបតីនេះមិនថាតែមកកាន់សំណាក់តថាគតទេទោះបីគាត់អញ្ជើញទៅទីណាប្រទេសណាស្រុកណាក៏តែងតែគេឲ្យយុះស័ក្តិគេឲ្យតំណែងគឺគេគោរពគេបូជាគេឲ្យទ្រព្យសម្បត្តិយុះស័ក្តិតំណែងរបស់គាត់រងចាំគាត់គ្រប់ទិសទីកន្លែងគាត់ទៅនៅទីណាមានដីមានផ្ទះមានទ្រព្យសម្បត្តិនៅទីនោះមានយុះស័ក្តិតំណែងនៅទីនោះមានគេស្រឡាញ់គេចូលចិត្តគេបូជានៅទីនោះព្រោះគាត់ធ្លាប់បានបូជាគេពីមុនមកបូជាកោលៈបតេបូជាងអ្នកណាបូជាគេនឹងបូជានៅនោះវិញបូជាចៈបូជនីយាណੰអេតមំកលមុត្តមੰបូជាដល់បុគ្គលដែលគួរបូជាត្រឹមត្រូវកើតមង្គលដល់ជីវិតរបស់ខ្លួនអនន្តហើយកាលពីអតីតមកគាត់ធ្លាប់បូជាដល់ពុទ្ធពធប្រសង្ឃពុទ្ធបូជាមហាដេជោបូជាពុទ្ធនាំឲ្យមានដេជះគឺកើតឡើងមានយុស័ក្តិតំណែងធម្មបូជាមហាបញ្ញោបូជាបឋមបូជាពធនាំឲ្យមានបញ្ញាកើតឡើងជាអ្នកប្រាជ្ញរាជបណ្ឌិតជាអ្នកចេះដឹងសង្ឃបូជាមហាធនណੰបូជាដល់ប្រសង្ឃកើតឡើងសបោទ្រព្យសម្បត្តិមាសពេជ្រលុយកប្រកាសផ្ទះស្បែងកន្លែងឋានដីធ្លីនេះគឺជាការបូជាប្រសង្ឃគាត់បានបូជាទាំង3នេះរួចហើយដូច្នេះបានជាគាត់ទៅទីណាតែងតែមានគេបូជាជានិច្ចអញ្ចឹងពីអតីតមកគាត់ឃើញប្រសង្ឃលោកខ្វះខាតអត្តខត្តខ្វះស្បង់ស្បែកត្រៃជាពោខ្វះចង្ហាន់ខ្វះទីជំរកសេនាសនៈគាត់ក៏គោរពបូជាជ្រះថ្លាកសាងប្រគិនលោកប្រគិនចង្ហាន់ប្រសង់ម្លោះហើយពេលគាត់អស់អាយុទៅកើតក្នុងឋានសួគ៌គ្រឿងសក្ការៈជាទឹកធ្លាក់ដល់គាត់ឥឡូវគាត់ចុះត្រឡប់មកកើតជាមនុស្សនេះគាត់ទៅទីណាក៏គេបូជាគាត់អញ្ចឹងដែរព្រោះជាបុណ្យចាស់ដែលគាត់ធ្លាប់បូជាដល់ព្រះពុទ្ធពធប្រសង់អ្នកមានសិលនិងជួយសង្គ្រោះដល់អ្នកកំសត់ទុរគតនិងចាស់ទុំជាដើមផងព្រះអង្គក៏បានសម្ដែងប្រាប់អានន្ទថាសទ្ធោសីលេនអ្នកសម្បណ្ណោ
យៈសោភុកៈសមពិតោយ៉ាងប្រទេសសង្ឃចតិតថតថេវពោជីតោអានិសង្ឃអ្នកមានសទ្ធានិងមានសិលនេះគប់រកប្រទេសណាស្រុកណាក៏គេស្រឡាញ់គេចូលចិត្តគេអាណិតគេអាសូរដែរមានយុះមានស័ក្តិមានតំណែងដែរអូអីចឹងតើបានជាមនុស្សកើតឡើងមកខុសគ្នានេះជាអានិសង្ឃអ្នកមានសទ្ធាហើយបានអាចមកធ្វើបុណ្យធ្វើទានកើតបានលោកថាអ្នកមានសទ្ធាគេចំណាំលក្ខណៈ3លក្ខណៈនៃអ្នកមានសទ្ធាដែលកើតបុណ្យកុសលនឹងមាន3មួយគេហៅថាធម្មង្សោធមិច្ចតិមនុស្សនឹងចូលចិត្តស្ដាប់ធម៌ណាឲ្យទៅលឺធម៌ព្យាយាមស្ដាប់មិនគិតថាលោកក្មេងលោកចាស់ជាងខ្លួនក្មេងជាងខ្លួនអត់ទេទឹកចិត្តគោរពស្វែងរកធម៌ទី2សីលបតាំងទស្សនកម្មមកចូលចិត្តស្វែងរកសេពគប់ជាមួយអ្នកមានសិលសេពគប់ជាមួយអ្នកចេះដឹងអ្នកល្អអ្នកដឹកនាំធ្វើត្រូវដូចជាចូលមកសេពគប់ជាមួយសម្ដេចជាអង្គម្ចាស់ដែលលោកជាពហុសោតលោកជាបណ្ឌិតដឹកនាំផ្លូវត្រូវម្ល៉េះហើយនេះជាលក្ខណៈនៃអ្នកមានសទ្ធារាប់អានសេពគប់ត្រូវឯទី3លោកហៅថាមច្ឆេរៈមលាំងចូលចិត្តលះបង់បរិច្ចាគធ្វើបុណ្យទានឲ្យតែគេប្រាប់ឲ្យតែគេអញ្ជើញជាពិសេសញោមញាតិឯកឧត្តមលោកជំទាវខ្លះពេលសម្ដេចជំរាបប្រាប់បុណ្យត្រេកអរណាស់ព្រោះញោមញាតិអាត្មាតូចតាចអញ្ចឹងដែរឲ្យតែជំរាបប្រាប់បុណ្យគាត់អរណាស់បានលោករាប់អានលោកប្រាប់បុណ្យឯងនឹងទៅធ្វើបុណ្យនេះណាទេកំពុងតែស្វែងរកកន្លែងធ្វើបុណ្យវ័យកាន់តែចាស់ទៅហើយដល់ពេលលោកប្រាប់បុណ្យអញ្ចឹងអណញោមមើលឃើញដែរលក្ខណៈមនុស្សមានសទ្ធាអញ្ចឹងបើដឹងគេប្រាប់បុណ្យឲ្យតែបានប្រាប់ទៅចូលបន្តិចបន្តួចស្ដួចស្ដើងហើយមកថ្ងៃនេះហើយស្អែករាប់បាត500អង្គទៀតនេះហើយជាលក្ខណៈនៃអ្នកមានសទ្ធាហើយបើមានសទ្ធាតែប៉ុណ្ណេះហើយអត់ភ័យទេទ្រព្យសម្បត្តិយើងរៀបចំទុកគ្រប់ទិសទីកន្លែងរួចអស់ហើយទៅណាក៏មិនអត់ក៏មិនខ្វះដែរអញ្ចឹងថ្ងៃនេះមកធ្វើបុណ្យដោយសារមានសទ្ធាហើយមួយទៀតបើយើងនិយាយអំពីលក្ខណៈទួនាទីទៅវិញសម្ដេចទ្រង់ឯកឧត្តមលោកជំទាវបំពេញទួនាទីល្អទាំងអស់គួរឲ្យយកគំរូតាមមួយបើនិយាយពីកូនវិញកូនល្អកាន់តាមទួនាទីជាកូនល្អដឹងគុណម៉ែឪចេះធ្វើបុណ្យសន្តានបើនិយាយពីមិត្តវិញជាមិត្តភក្តិល្អរាប់អានចំអ្នកល្អដឹកនាំធ្វើបុណ្យហើយបើនិយាយអំពីប្រជាជនវិញជាប្រជាពលរដ្ឋល្អចេះបរិច្ចាគទ្រព្យសម្បត្តិជួយដល់សង្គមជាតិបើនិយាយពីសាសនាវិញគឺជាពុទ្ធបរិស័ទដ៏ល្អដែលបីបាច់ថែរក្សាការពារសាសនាទាំងហែតាមសម្ដេចដឹកនាំធ្វើអំពើល្អជួយដល់សាសនាអញ្ចឹងនេះហើយជាគំរូដ៏ល្អសម្រាប់ប្រជាជនជំនាន់ក្រោយមនុស្សបែបនេះទេវតាតាមថែអាសាទេវតាតាមការពារព្រោះទុកនៅមានប្រយោជន៍ដល់ជាតិសាសនាអ្នកទាំងនេះទោះបីអស់អាយុទៅអំពីលោកនេះក៏នឹងបានកើតក្នុងទីខ្ពង់ខ្ពស់យសស័ក្តិល្បីល្បាញហើយនឹងអស់អាយុទៅនៅសល់ស្នាដៃទុកជាគំរូសម្រាប់មនុស្សជំនាន់ក្រោយព្រះអានន្ទក៏បានឆ្ងល់រឿងមួយទៀតថាព្រះអង្គឆ្ងល់ពីអបតកសេដ្ឋីជាសេដ្ឋីអត់មានកូនទេហើយមានទ្រព្យសម្បត្តិច្រើនរិះធំមិនហ៊ានចាយវាយមិនហ៊ានបរិភោគពាក់ស្បែកជើងចាស់បាំងស្លឹកត្នោតចាស់ខោអាវចាស់ហូបបាយចុងក៏រក្សាទ្រព្យទុកបានច្រើនណាស់អានន្ទហើយណែព្រះអង្គហើយឥឡូវហ្នឹងស្រាប់តែគាត់ស្លាប់បាត់ទៅទ្រព្យសម្បត្តិគាត់អត់បានចាយផងឥឡូវគេយកអស់ហើយទ្រព្យសម្បត្តិគាត់នៅសល់ច្រើនគេយកចូលជាសម្បត្តិរបស់រដ្ឋជាកណ្ដាប់ដៃរដ្ឋអស់ហើយគាត់ស្លាប់ទៅវិញទៅទេចោលទ្រព្យសម្បត្តិខ្ញុំព្រះអង្គឆ្ងល់ថាហេតុអីបានជាគាត់កើតជាសេដ្ឋីបើគាត់ក្រយ៉ាងណែបើគាត់កំណាញ់យ៉ាងហ្នឹងហើយចុះបើគាត់កើតជាសេដ្ឋីមានទ្រព្យសម្បត្តិហើយហេតុអីក៏អាយុខ្លីអត់បានចាយទ្រព្យព្រះអង្គឆ្ងល់ប៉ុណ្ណឹងបានព្រះអង្គសម្ដែងបំភ្លឺប្រាប់ថាណនអបតកសេដ្ឋីនឹងពីមុនមកជ្រះថ្លាចេះធ្វើបុណ្យសន្តានចេះគោរពព្រះសង្ឃដាក់បាតព្រះសង្ឃប៉ុន្តែសម័យក្រោយមកទៀតលែងជ្រះថ្លាវិញលែងជ្រះថ្លាត្រង់ថាឲ្យគេយកបាយទៅដាក់បាតដល់បច្ចេកពុទ្ធនាមសក្ខរសិក្ខីព្រមទាំងព្រះសង្ឃគ្រប់អង្គលោកឆាន់ហើយដាក់ញយធ្វើបុណ្យញយហើយដល់ពេលក្រោយទៀតគាត់បែកគំនិតគាត់ថាដូចគ្មានប្រយោជន៍អីទេយកចង្ហាន់ទៅប្រគេនព្រះសង្ឃលោកមិនដែលមកជួយធ្វើការអញផងលោកអត់ដែលមកជួយដកស្ទូងធ្វើការឲ្យអញផងអ្នកបើយកចង្ហាន់នឹងមកឲ្យកម្មករអញស៊ីមានកម្លាំងធ្វើការឲ្យអញអានឹងបានបុណ្យគាត់លែងមានសទ្ធាជាមួយលោកគាត់ថាគ្មានប្រយោជន៍ប្រគេនលោកមិនដែលជួយអញផងក៏អសទ្ធាត្រឹមប៉ុណ្ណឹងមកបានព្រះអង្គសម្ដែងថាអានន្ទហើយកាលដែលគាត់យកចង្ហាន់ទៅដាក់បាតព្រះសង្ឃទំនុកបំរុងនោះធ្វើឲ្យគាត់មានទ្រព្យសម្បត្តិកើតជាសេដ្ឋី
ប៉ុន្តែសម័យក្រោយមកទៀតគាត់ស្ដាយក្រោយអានឹងគេហៅថាកពុកបុនបានជាគាត់កើតមកមានទ្រព្យសម្បត្តិហើយអត់បានចាយទ្រព្យនឹងទេត្រូវតែស្លាប់ចោលទៅវិញដូចជាអ្នកខ្លះបានធ្វើផ្ទះធំហើយក៏ស្លាប់ចោលទិញឡានថ្មីហើយក៏ស្លាប់ចោលទិញម៉ូតូថ្មីហើយក៏ស្លាប់ចោលអត់បានប្រើរបស់នោះគេថាមកពីធ្វើបុណ្យខ្វះអង្គទី3គេថាធ្វើបុណ្យព័ត៌មានអង្គ3បានបុណ្យនឹងពេញបើខ្វះអង្គទី3អត់ពេញទេបើចុះអង្គទី3នឹងស្អីគេអង្គទី3គឺឯកឧត្តមលោកជំទាវមកធ្វើបុណ្យឆ្លងនឹងហើយអង្គទី3អង្គទី1បពេវទានាសុមនោហោតិអ្នកធ្វើបុណ្យត្រេកអរជ្រះថ្លាមុនពេលឲ្យគេហៅពុព្វចេតនាគ្រាន់តែលឺបុណ្យជ្រះថ្លាមួយសាបានបុណ្យមួយសាទី2តាក់ទាំងចិត្តតាំងប្រសាទេតិលឺថាគេធ្វើបុណ្យលឺថាគេកំពុងតែធ្វើគេកំពុងតែជូនគ្រោះខ្សាច់ស៊ីម៉ុងបេតុងក្រូអាស្ពេត្រូអាតូអាផ្សារដែកស្មិតបិទក្លោងទ្វាជួសជុលពហិលៀបថ្នាំពណ៌ត្រេកអរទៀតបានបុណ្យណាកំពុងធ្វើនឹងមួយសាដល់តអង្គទី3តត្វាអដ្ឋមនោហោតិធ្វើរួចហើយកសាងរួចហើយបាទស្ដាយថាអីស្ដាយលុយអានឹងកពុបហេបើចង់ទាយកលុយវិញអានឹងកពុបបនវិញអញ្ចឹងអត់ទាយកលុយវិញអត់ស្ដាយតិចត្រេកអរហើយបាត់ហើយត្រេកអរណាស់ហើយពហិស្អាតខ្លោងទ្វាស្អាតទ្វាស្អាតណោត្រេកអរចុងក្រោយគេហៅថាអបរាប្រចេតនាអាទី2គេហៅថាមុញ្ញនចេតនាបំពេញចេតនាទាំង3អាចុងក្រោយហ្នឹងបានជាយើងមកធ្វើបុណ្យឆ្លងហ្នឹងគឺយើងបំពេញចេតនាហ្នឹងឲ្យដល់ព្រមកុំឲ្យយើងស្ដាយក្រោយនាំកពុបបុណ្យអញ្ចឹងយើងមកបន្ថែមបុណ្យព្រះពុទ្ធជាម្ចាស់ព្រះអង្គទ្រង់ត្រាស់សម្ដែងថាបញ្ញញ្ចេពុរិសោកយិរាថេណੰតំហិឆន្ទាំងកយិរាថសុខោបញ្ញសឧច្ចយោបើនរណាកសាងសន្សំបុណ្យហើយញ៉ាំងចេតនាជ្រះថ្លាត្រួតថែមតាមបុណ្យដែលខ្លួនធ្វើនោះហើយខំធ្វើបន្ថែមទៀតបុណ្យនឹងជួយយើងឲ្យរស់នៅបានប្រកបដោយសេចក្តីសុខបន្តទៀតមានន័យថាម៉េចមានន័យថាមនុស្សរស់នៅតាំងពីដើមមកទល់ឥឡូវដោយសារហូបបាយបើយើងសម្រេចចិត្តថាអញលែងហូបបាយពីថ្ងៃនេះទៅប្រយ័ត្នលែងរស់ហើយបើស្អាតតាំងពីដើមមកទល់ថ្ងៃនេះដោយសារងូតទឹកប្រយ័ត្នដូចចិត្តថាអញលែងងូតទឹកហើយប្រយ័ត្នលែងស្អាតយ៉ាងណាមិញរស់តាំងពីមុនមកឆ្លងកាត់សង្គ្រាមជំនាន់ច្រើនណាស់តាំងពីសម័យ3ឆ្នាំ8ខែ20ថ្ងៃអាសន្នរោគជំងឺកូវីដអីគេស្លាប់លាន់ឯងចេះតែនៅរស់មកទល់ថ្ងៃនេះដោយសារមានបុណ្យចាស់ពីមុនមកហើយចឹងប្រយ័ត្នតែដូចចិត្តថាអញលែងធ្វើបុណ្យទៀតហើយអញធ្វើឆ្អែតហើយប្រយ័ត្នអស់បុណ្យដែរបើដូច្នេះហើយបានលោកថាបើជ្រះថ្លាធ្វើបុណ្យរស់ដោយសារបុណ្យពីមុនមកហើយខំធ្វើបន្ថែមទៅទៀតបុណ្យនឹងជួយយើងឲ្យរស់បន្តទៀតនៅក្នុងសេចក្តីសុខសេចក្តីចម្រើនណធម្មោហវេរកតិធម្មចារងអ្នកណាប្រព្រឹត្តធម៌ប្រតិបត្តិតាមធម៌នឹងទៅសន្ធិដ្ឋក្នុងខួរក្បាលនៅនោះធម៌នឹងទៅធ្វើជាប្រតិបបំភ្លឺផ្លូវនៅនោះគិតអីក៏គិតត្រូវរកទទួលទានក៏បានរកអីតំណែងអីក៏ត្រូវពីព្រោះមានធម៌ជាមិត្តភក្តិមានធម៌ជាប្រតិបចាំជួយដឹកនាំយើងឲ្យត្រូវអញ្ចឹងអ្នកណាប្រព្រឹត្តធម៌ទៅណាធម៌ជួយតម្រង់ណាញោមណាហើយបើអត់មានប្រព្រឹត្តធម៌ទេធម៌អត់ទៅជួយតម្រង់ទេធម្មោសុចិណោសុខមាវហាតិអ្នកណាប្រព្រឹត្តតាមធម៌ស្ដាប់ធម៌នឹងនាំមនុស្សឲ្យជីវិតរស់នៅប្រកបដោយសេចក្តីសុខនិងជោគជ័យគ្រប់ភារកិច្ចចឹងបានយើងឃើញច្បាស់ថាអ្នកណាមានធម៌នៅខ្លួនធ្វើអីក៏ជោគជ័យដែរនេះហើយគឺការមកធ្វើបុណ្យឆ្លងហ្នឹងមកបន្ថែមបុណ្យមកបំពេញចេតនាទាំង3ហើយឆ្លងលងបានដោយសារមានសទ្ធាមកធ្វើបុណ្យនេះលោកថាសទ្ធាយតរតិអោខាំងឆ្លងលងទាំងអស់បានដោយសារសទ្ធាមានសទ្ធាមកធ្វើបុណ្យសម័យពុទ្ធកាលមានគេសួរព្រះអង្គច្រើនណាស់ព្រះអិនសួរថាព្រះអង្គទានអីបានយូរជាងគេទានអីបានផលយូរជាងគេបានបនវែងជាងគេព្រះអង្គឆ្លើយថាសេនាសនៈទានបានយូរជាងគេបានវែងជាងគេពីព្រោះធ្វើកត់ធ្វើសាលាធ្វើពហិប្រគេនលោកមិនមែនមួយថ្ងៃខូចទេបានបនរាល់ថ្ងៃទេវតាសួរទៀតថាចុះបនអីបានទាំងយប់បានទាំងថ្ងៃព្រះអង្គសម្ដែងថាអ្នកកសាងសេនាសនៈទាននិងកសាងទីឧបស័យទេវតាសួរថាបុណ្យអីដែលឲ្យទៅប្រមុខឈ្មោះថាឲ្យគ្រប់មុខព្រះអង្គថាយោតទាទេឧបសយ៉ាងអ្នកណាកសាងទីសេនាសនៈឈ្មោះថាឲ្យគ្រប់មុខព្រោះគេហូបបាយក្នុងហ្នឹងគេស្ដាប់ធម៌ក្នុងហ្នឹងគេបប្រតិបត្តិធម៌ក្នុងហ្នឹងគេជ្រកកម្ដៅថ្ងៃអីក្នុងហ្នឹងបានលោកថាអ្នកកសាងពហិរមែងកសាងគ្រឿងការពារទាំង10
ការពារអំពីមរឹកការពារអំពីខ្យល់ការពារពីមូសការពារពីស្រាំងការពារពីភ្លៀងធំភ្លៀងតូចរងាមរឹកកាចសត្វកាចអីម្ល៉េះហើយអ្នកកសាងពហិយកើតជាតិណាមានគ្រឿងការពារទាំង10អង្គរៈទាំងផ្លូវក្រៅទាំងផ្លូវក្នុងទៅណាក៏សុខសុវត្ថិភាពព្រោះបុណ្យដែលយើងធ្វើហ្នឹងវាជាអញ្ចាំងចាំជួយការពារយើងណាញោមណាអ្នកធ្វើខ្លោងទ្វារអ្នកណាជាសត្រូវនឹងយើងស្អប់យើងណាស់ពីបំផុតទៅសល់ចូលក្រោមខ្លោងទ្វារយើងអដែលអញ្ចឹងហើយហាក់ដូចជាចោះចូលជាមួយយើងចាញ់យើងត្រង់ប៉ុណ្ណឹងហើយអ្នកកសាងខ្លោងទ្វារជួសជុលខ្លោងទ្វារដូចហៅគេប្រាប់គេថាណែផ្លូវនេះជាផ្លូវទៅឋានសួគ៌ផ្លូវនេះជាផ្លូវបុណ្យមកឯនេះមកអញ្ចឹងដូចម្ចាស់នឹងមកឈរហៅគេឲ្យដើរតាមព្រះអ្នកជួសជុលរបងកសាងរបងក៏ជានិមិត្តរូបកសាងគ្រឿងការពារទ្រព្យសម្បត្តិរបស់ខ្លួនកុំឲ្យមានចោរខ្មាំងក្មួយណាមួយមកលួចមកបំផ្លិចបំផ្លាញយើងបានទៅណាក៏សុខសុវត្ថិភាពដោយសារបុណ្យរបស់យើងនឹងវាទៅជួយការពារណោហើយបានអ្នកប្រអិនសួរទៅព្រះពុទ្ធថាបបិទ្ធព្រះអង្គដោយចម្រើនបុណ្យរមែងចម្រើនទាំងយប់ទាំងថ្ងៃដល់បុគ្គលពួកណាដែលបរិបូរដោយធម៌ប្រកបដោយសិលនឹងទៅកើតក្នុងឋានសួគ៌នោះព្រះអង្គថាអារាមរូបាវណៈរូបាយេជនីសេតុការកាបបញ្ចឧតបានញ្ចយេរតន្តិឧបស្សយ៉ាងទេសង្ឃទ្វេចរិតតោចសទាបញ្ញងបវត្តតេធម្មថាស័យលសម្បណ្ណោតេជនីសក្កគិមីណូវែងដឹងថាម៉េចទេថាបុណ្យរមែងចម្រើនទាំងយប់ទាំងថ្ងៃដល់បុគ្គលពួកនេះមួយអ្នកដាំដើមឈើអារាមរូបាអ្នកដាំសួនច្បារអ្នកដាំដក់សួនច្បារធ្វើសួនដែលមានផ្លូវមានរបងមានម្លប់ឈើមានផ្កាមានភ្ញីចូលមកអានឹងបានបុណ្យទាំងយប់ទាំងថ្ងៃសម្ដេចលោកសពតិរៀបចំទីកន្លែងដឹកនាំញោមញាតិធ្វើសួនច្បារនៅក្នុងវត្តពីវណ្ណៈរូបាគឺអ្នកដាំដើមឈើថែរក្សាដើមឈើសម្ដេចដឹកនាំកូនចៅដាំដើមឈើបានរាប់ពាន់ដើមឆ្លងមកដល់អាត្មាក៏ដើរដាំគេដែរថ្ងៃមុនទៅរហូតលងវែងអីចឹងដែររៀនតាមសម្ដេចដឹកនាំគ្នាដាំដើមឈើបានបុណ្យទាំងយប់ទាំងថ្ងៃហើយមួយទៀតអ្នកជីកស្រះជីកដងធ្វើអាងធ្វើពីងធ្វើបាត់សាំងទឹកសម្រាប់គេងូតផឹកប្រើប្រាស់បានបុណ្យទាំងយប់ថ្ងៃអ្នកកសាងថ្នល់ស្ពានសាលារៀនមន្ទីរពេទ្យបានបុណ្យទាំងយប់ទាំងថ្ងៃអ្នកកសាងទីសំណាក់ផាអាស្រ័យកុដិសាលាព្រះវិហារបានបុណ្យទាំងយប់ទាំងថ្ងៃអ្នកនេះឯងគេប្រើបុណ្យរបស់យើងបានបុណ្យទាំងយប់ទាំងថ្ងៃគេប្រើយប់បានយប់គេប្រើថ្ងៃបានថ្ងៃស្លាប់ទៅកើតក្នុងឋានសួគ៌បានវិមានទឹកដល់ចុះពីឋានសួគ៌មកវិញមកកើតជាមនុស្សបានផ្ទះធំទំនំខ្ពស់បរិបូរដោយយសបរិបូរដោយសម្បត្តិទ្រព្យសម្បត្តិណញោមមើលឃើញដែរទៅចំណែនគេអាម៉េចបើបុណ្យរបស់គេកសាងពីមុនមកអញ្ចឹងហើយបានគេមានផ្ទះធំគេមានវិឡាធំទំនំខ្ពស់ហើយដល់យើងអត់មានធ្វើអីសោះដើរតែចំណែនគេយូររត់តែអីនៅអត់ចង់បានផងនេះហើយគេហៅថាបុណ្យវាចាត់ចែងអញ្ចឹងចឹងហើយបានជាអ្នកកសាងព្រះវិហារនេះបានបុណ្យបានអានិសង្សនឹកឃើញពីសម័យពុទ្ធកាលមានបជនមានប្រធេរៈមួយអង្គមានបជន160ឆ្នាំគេហៅថាពាកុលថែលោកកើតក្នុងតកូលសេដ្ឋីខាងនេះគេធ្វើពិធីយកទៅស្រោចទឹកទលេដល់ពេលជាលក់ក្នុងទឹកទៅមានអាត្រីនោះមកតបាក់វឹបពំទៅចូលអួនអ្នកត្រូវខាងនោះគេលើកឃើញទៅយកទៅលក់សេដ្ឋីអត់មានកូនឃើញត្រីហ្នឹងក៏ទិញទៅវះឲ្យគេវះពោះឃើញកូនខ្ចីនៅរស់គេក៏ចិញ្ចឹមរហូតពេញកំឡោះស្រឡាញ់ណាស់ដឹងតំណឹងដល់ឪពុកម្ដាយខាងនេះក៏ទៅទាយកកូនគេវិញគេមិនឲ្យគេចិញ្ចឹមតាំងពីតូចហើយសម័យនោះវាអត់មានវិទ្យុមញ៉េអីផ្សព្វផ្សាយម្ល៉េះហើយនៅត្រយមកខាងម្នាក់ក៏អត់ដឹងថាកូនខ្លួនឯងនៅក្នុងណាដល់ធំបានដឹងទៀមទាយកមកវិញគេមិនឲ្យប្តឹងតដល់ស្ដេចព្រះរាជាលោកកាត់សេចក្តីថាសេដ្ឋីទាំងពីរតកូលសុទ្ធតែមានទ្រព្យសម្បត្តិច្រើនហើយអត់មានកូនអញ្ចឹងឲ្យកូននឹងបានទ្រព្យសម្បត្តិទាំងពីរតកូលនឹងតែម្ដង4ខែនៅខាងនេះ4ខែនៅខាងនោះហើយ4ខែនៅខាងនេះ4ខែនៅខាងនោះដល់តែស្លាប់អស់ទៅទ្រព្យសម្បត្តិទាំងពីរតកូលធ្លាក់មកលើកូននឹងតែមួយកូននឹងរស់នៅលើកំណរទ្រព្យសម្បត្តិបានសេដ្ឋីពីរតកូលដូចជាស្ដេចអញ្ចឹងសម្បូរដោយទ្រព្យសម្បត្តិច្រើនប៉ុន្តែដោយសារសេចក្តីជ្រះថ្លាត្រេកអរនឹងពុទ្ធសាសនាព្រះអង្គផ្សាយចូលទៅដល់ក៏ទៅបួសលាទៅបួសទៅនៅក្នុងព្រៃញោមហើយតាំងពីនៅក្នុងព្រៃទៅ60ឆ្នាំនៅក្នុងព្រៃនោះទៀតអត់ដែលមានជំងឺអត់ដែលស្គាល់ឈឺវិលមុខឈឺក្បាលអីទេជាប្រធេរៈមួយអង្គដែលមានបជនចាស់ជាងគេ160ឆ្នាំហើយជាអតតកៈមិនដែលមានជំងឺមិនដែលមានរោគអីសោះបានគេសារបានសួររមើលតើពីមុនមកធ្វើបន់អីបានរកឃើញថាអ្នកនេះពីមុនមកជួសជុលពហិយតាដើរធ្វើតែពហិយឲ្យទៅវត្តណាមានការបាក់បែកមានការអីត្រូវការទៅរៃលុយខ្លះយកឈ្នួលខ្លះជួយខ្លះកសាងឲ្យតែម្ដងស្រាប់តែមានវត្តមួយនោះដំបូងមានរឿងវត្តមួយនោះវាអត់មានតបូលកត់ធ្វើឲ្យនៅខ្វះតបូលម្ដុំស្រាប់តែព្រះអរហន្តលោកឡើងទៅសឹងទៅទេវតាខ្លាចភ្លៀងទៅទឹកលោកចេះតែដេញទឹកភ្លៀងឲ្យទៅឆ្ងាយអស់
ចឹងតំបន់នឹងអត់មានភ្លៀងគេចេះតែឆ្ងល់ហើយជិះមិនក៏កន្លែងដតីភ្លៀងកន្លែងនឹងមិនព្រមភ្លៀងល្បីចុះល្បីឡើងឆ្ងល់ចុះឆ្ងល់ឡើងទៅសួរដល់ព្រះមិនក៏កន្លែងស្រុកនឹងមិនព្រមភ្លៀងព្រះអង្គបានគេឲ្យមើលតបូលកត់1គីឡូនៅធ្លាយដល់រមមើលឃើញតបូលកត់ប្រក់មិនចិត្តព្រះរហន្តលោកមកសឹងអូអញ្ចឹងទេវតាមិនឲ្យភ្លៀងទេខ្លាចទៅទឹកលោកតល្បិតឲ្យចិត្តផងបានប្រជាជនមកជួសជុលតបូលកត់នឹងចិត្តបានមេឃភ្លៀងអញ្ចឹងបានឯកសារពងសាវតាវត្តពហិនតឹមថាវត្តជាសាស្រុកបើសិនជាស្រុកវាកើតបាត់ប្រភេទមិនស្រួលមកមើលវត្តផងប្រយ័ត្នមានប្រភ្នូលមិនល្អលើកជីវាលើកសាស្រុកដែរបើវត្តធ្លុះធ្លាយមេឃក៏អត់សូវភ្លៀងដែរណាញោមណាអញ្ចឹងបានគេទៅជួសជុលចិត្តស្រាប់តែមានវត្តមួយទៀតពហិធ្លុះធ្លាយពហិបាក់បែកចិត្តដែរអត់មានពីណាជួសជុលសោះជាងមកក្រុមនោះមកដល់មកធ្លាប់ទៅស៊ីឈ្នួលគេជួសជុលគេឲ្យលុយឥឡូវមកធ្វើវត្តនេះមិនបាច់យកលុយទេតោះរៃគ្នាជួសជុលពហិនឹងឲ្យស្អាតឡើងវិញប្រគេនលោកតែម្ដងស្រាប់តែលោកក្នុងវត្តហ្នឹងមិននឹងឆាន់អីទាស់ទេញោមអើយរៀកពេញទៅវត្តជាងពហិនោះចេះឆ្នាំទៀតអញតែប៉ុណ្ណេះបានប៉ុនណាធ្វើឆ្នាំប្រគេនលោកធ្វើឆ្នាំប្រគេនលោកឆាន់ហើយជាគ្រប់អង្គទៅវេអាពហិជួសជុលនឹងប្រគេនលោកត្រេកអរបានពហិយកមកធ្វើសង្ឃកម្មពួកជាងទាំងនោះញោមឲ្យរស់ស៊ីមានបានសុខសាន្តសប្បាយអស់មួយជីវិតទៅកើតឋានសួគ៌ទៅអស់អាយុពីឋានសួគ៌មេជាងនឹងមកកើតជាពាកលៈជាអ្នកមានមិញហ្នឹងញោមមើលឃើញដែរហើយបានបួសឲ្យมันមានជំងឺហ្នឹងកើតមកមានទ្រព្យសម្បត្តិច្រើនដោយសារអានិសង្ឃធ្វើពហិហ្នឹងហើយដល់តែมันមានជំងឺมันមានអីបៀតបៀនមកពីប្រគេនឋានលោកជាបានលោកតន់ពេលវេលាហ្នឹងណាញោមណាអញ្ចឹងបានអានិសង្ឃវាហុចឲ្យអញ្ចឹងបានយើងសម្លឹងទៅមើលធនកៈសេដ្ឋីជោតកៈសេដ្ឋីអនាថបណ្ឌកៈសេដ្ឋីវិសាខាក្តីអ្នកសុទ្ធតែមានជាសេដ្ឋីសម័យព្រះអានិសង្ឃកសាងអីពីមុនសុទ្ធតែអ្នកធ្លាប់កសាងវត្តកសាងពហិកសាងខ្លោងទ្វារកសាងលបងនិយាយដោយខ្លីថាកសាងទីឧបស័យទីសំណាក់ផាអាស្រ័យអ្នកទាំងនេះរមែងបានបុណ្យទាំងយប់បានបុណ្យទាំងថ្ងៃអស់អាយុទៅនឹងបរិបូរដោយធម៌ប្រកបដោយសិលនឹងទៅកើតក្នុងឋានសួគ៌ដល់តែចុះពីឋានសួគ៌មកវិញមកកើតជាមនុស្សបានជាឯកឧត្តមជាសម្ដេចជាទ្រង់ឯកឧត្តមជាលោកជំទាវជាអុកញ៉ាមានទ្រព្យសម្បត្តិជាកហបតីជាសេដ្ឋីមានផ្ទះមានសម្បែងកន្លែងនៅកន្លែងឋានមិនខ្វះនេះជាអានិសង្ឃផលចាស់វាចាត់ចែងមកណាញោមណារួមទៅនឹងការព្យាយាមក្នុងបច្ចុប្បន្នបនចាស់បនថ្មីបូកបញ្ចូលគ្នាកើតជាអ្នកមានកើតជាអ្នកធំតម្រងទៅណាញោមបើដូច្នេះហើយការបំពេញបុណ្យកុសលនេះពិតជាញ៉ាំងចិត្តយើងឲ្យរីករាយត្រេកអរជ្រះថ្លាដែលយើងមានវាសនាបានជីវិតគេទុកឲ្យរស់នៅឆ្លងពីសង្គ្រាមរស់នៅឲ្យតន់សាសនាបានធ្វើបុណ្យជាមួយសម្ដេចបើអញ្ចឹងយើងស្លាប់ទៅយ៉ាងណាក៏អស់ចិត្តដែរណាញោមណាជាតិនេះព្រះអង្គនៅពៀនចោលយើងមែនប៉ុន្តែយើងបានតន់សាសនាហើយបានបំពេញបុណ្យទុកសម្រាប់ជីវិតយើងរួចហើយបើដូច្នេះសូមឧទ្ទិសថ្វាយព្រះរាជកុសលដល់អតីតព្រះមហាក្សត្រគ្រប់ព្រះអង្គអតីតសម្ដេចព្រះសង្ឃរាជគ្រប់ជំនាន់អតីតបុព្វការីជនរបស់ឯកឧត្តមលោកជំទាវដែលបាក់បែកចែកឋានទៅនឹងសពបរិសុជនជាអាចារ្យគណៈកម្មការដែលមានស្នាដៃមានយើងហៅថាមានគុណបំណាច់ចំពោះជាតិចំពោះសាសនាលោកបានតស៊ូបូជាពលីជីវិតដើម្បីបុព្វហេតុជាតិសាសនាគ្រប់ជំនាន់តាំងពីចាស់រហូតដល់ជំនាន់ថ្មីសូមអនុមោទនាផលបុណ្យនេះសោយសម្បត្តិទៅតាមប្រាថ្នាសូមទេវតាអនុមោទនាបុណ្យនេះផងនាំតំណែងទៅប្តឹងថ្វាយទូលប្រគេនដល់សម្ដេចរងឯកឧត្តមដែលបាក់បែកចែកឋានទៅផងសូមទេវតាជំរាបដល់មេត្តាបិតារបស់ឯកឧត្តមលោកជំទាវញោមញាតិពុទ្ធបរិស័ទទាំងអស់ផងសូមទេវតាថែរក្សាការពារសម្ដេចទាំងគ្រប់ព្រះអង្គទាំង3ព្រះអង្គនៅក្នុងវត្តព្រមទាំងប្រគុណម្ចាស់គ្រប់ព្រះអង្គដែលកំពុងតែដង្ហែតាមស្នាមព្រះយុគលបត្រធ្វើដំណើរហែហោមអមដំណើរជាមួយសម្ដេចដើម្បីពង្រឹងជាកម្លាំងសាមគ្គីដឹកនាំសាសនាបន្តទៅមុខទៀតនេះឲ្យសម្ដេចមានបជនមាទីឃាយុវែងយឺនយូរសម្រាប់ជោគជ័យគ្រប់ភារកិច្ចប្រគុណម្ចាស់គ្រប់ព្រះអង្គនិងសម្ដេចទ្រង់ឯកឧត្តមលោកជំទាវលោកស្រីក៏បានសុខបានចម្រើនកាន់កិច្ចការងារអ្វីជោគជ័យគ្រប់បែបយ៉ាងប្រាថ្នាអ្វីឲ្យសម្រេចពុទ្ធបរិស័ទរាល់ចំនួនទទួលទានមានបានសបោលុយកាក់ឲ្យច្រើនចាយកុំងាយអស់ឲ្យសុខភាពឲ្យល្អរស់បានយូរកុំឲ្យងាយឈឺណាញោមណាឯកឧត្តមលោកជំទាវលោកស្រីមានបំណងប៉ុនប៉ងប្រាថ្នាយ៉ាងណាសូមឲ្យបានសម្រេចដោយសេចក្តីប្រាថ្នាទៅណាចោលគ្នាអាត្មាដូចបែកអ្នកវត្តប្រាសាទយូរហើយនេះប្រហែលឆ្នាំហើយទេបែកយូរហើយស្ងាត់មួយរយៈនឹកឃើញថាលោកតាចាវត្តប្រាសាទនឹងកូវីដយកទៅបាត់ហើយក៏នៅទេស្ងាត់ទៅព្រោះវាស្ងាត់បែកត្រឹមសម័យកូវីដញោមញាតិអាត្មានៅគៀនស្វាយនៅខាងព្រៃវែងនៅភ្នំពេញស្ងាត់បាត់អស់ស្រាប់តែសួរទៅហើយសម័យ Covid ទៅអស់លេងអស់ 4-5 នាក់ហើយឲ្យតែស្ងាត់ចេះតែភ័យហេតានេះស្ងាត់តានោះស្ងាត់តិច Covid យកទៅអស់ហើយស្រាប់តែលោកតាវត្តប្រាសាទនៅទាំងអស់គ្នាគ្រាន់បើ Covid មិនស្រឡាញ់អញ្ចឹងសូមឲ្យបានអាយុនឹងវែងតទៅមុខហើយកុំឲ្យឈឺណាញោមណាកុំឲ្យអួតគ្នាពីរឿងជំងឺទៀតអីអាលាក់ជំងឺចោលមុខផ្ទះនោះកន្លែងផ្លូវនោះចោលខ្ជិលយកទៅផ្ទះ
cầm ao tự uất kia mà ngày thôi từ riêng chữ chữ kẻ chữ cung chữ đầy chữ chương chữ khắp ba chữ khắp bông tờ say tờ sông lông tờ kia nè khla chữ kẻ chữ ca chữ sama chữ smong chữ khnon chữ khắp ba riêng đa đôi cặp bè của viên làm và mặt bè đông bò bom com po ở lộc cây ở lộc bè khung sài banh ngày tật nôm prai tật nôm paem tật nôm chu lơ chiêm lơ khlan lơ score lơ acid con xe prai pra pla chen piรูป riêng cài chùm ngư tiếng lái chi ở bát sả lát tới na nhôm chùm ngư cha ao về tới đã mấy con tự tuôn tăng pi chùm ngư sida chùm ngư đa sai bạ say chùm ngư covid corona nè omicron chùm ngư sa ebola chùm ngư amstra ao tới chùm ngư mấy tới na tới thế còn mà do nhôm ấy nè tới phật ta ở nhôm ruột bàn ven haiวันนะสมเอาโยมเมียนปอสมบอลกายาเลือประโลงพลึกปริดโดยปิดระสมัยโปร่งสมเอาจึงกรองเฮียนเวียตองหรือเมียทะเลสกขะไอสกตั้งเพลกายสบายตั้งเพลจัดอัดเมียนตกเศร้าโรควิบัติจวบจิมเปะสมบัติทนเทียนเมียนชรานันะกัตสักโยสะเจตละใบรงเรืองเปล่าสมไอเมียนกำลังคลังปริบโดยจิตตำไรซาคลังแตงยีคลังแตงตาคลังแตงอาจาคลังแตงโดนชีคลังแตงเนรีคลังแตงบรอกคลังแตงปลอกแตงไสรเจิญเตอร์นามอนาบานศกสวัสดิเพียบกับเอาเมียนอุปสรรคครัวธนาจราจอกลับลูกเตอตามตุกกับเอาลงกับเอาเล็กเบเตอร์ปรังอเมริกกับเอาทะเลยนฮอปอตังอ้อสมเกิดการเมียนดอนโยมกรุบเต็นทีวีเรียไตรประตอบมาเตียสมมาเชียไซยภัยโตมันบานกำลังจัดจราหน้าเตรงอตัวใบคางกลายเธอหมกสมาปนขนองปูลุยยำปรุยโดยสารโยมกอดสับเสียวขมิ้นนั่งลูกขมิ้นมือตามตัวกระจายโดนละมอเคยชิบะขมิ้นยัยถ้าการสดับบรรจุลือแต่สำเร็จโดยหลกตาโดนละมาจูบแผลตาโดยหลกเจ้าคลาทางการเคยตามอายุทุบโดยเรียงขมิ้นโดยละเจนมาคางคล้ายโดยเรียงซ้อลือแต่กิทานใจหัตมามนุษย์ปฐมจนในสีจูอยู่ไม่ลวยยำขนมปูโอยได้ตัวใบขังกลางทัวทอมาดาปนลวยลือกิตสาเย่ถ้าสดับแต่ตั้มปลูทูรอละไงเคยโดยเรียนขมาโดยละเจนมาขังกลางซ้อให้ขมิ้นโดยละสดับลือกิทาซ้อเพียงสดับจอลังกิทาซ้อเจริญเชียงบนน่ะลือนั่งสอบนั่งเวลาจะสอบธรรมะสอบเจริญเชียงบนสอบได้จากวิญญาณได้มันในกิจตายคล้วนแต่สายมกแต่สายสอนะโยมนะสอแล้วสอเชียงบนชรานะจันเย่อายุ6-7ให้สอในขมายงี้อาตมาสอหมดนะโยมเอ้ยปัญญโยมเป็นสำนางเชียงอาตมาก็จะให้อันไงสอคนบ่าวเชียงอาตมาไอ้เบอร์บานกำลังจัดจังให้สมต่อตีดใช่สมกำลังจัดต่อตีดเมียนในทาโจลกุยสดับโลกเตะปนแน่แต่เขาเป็นจัดกระดอยเหมือนเป็นจัดกระดอยเจ็ดแต่ตรอมเอาตอนละจอบมาเกลียได้นะโยมก็อาปัญญาปัลางเจ้าโลกก็บอกให้ฉันเอาขี้กบตกสันนะพอโลกอดละเงียดได้เลยอดงอกเนียนติดสันนะเป็นจัดกระดอยมันเป็นจัดกระดอยถูกโดยไอ้หนึ่งเป็นจัดหนักจังตื้อเลือกแต่จัดโลกปรัวก็ได้มันปรัวก็ได้ทัวโดยกระปงกับปรัวสดับมันบานสดับมันยุลไอ้ก็ได้ทัวมกโดยกระปงแต่สดับบานกระปงสดับยุลจังเท่านะไอ้โลกมีกำลังจัดเจตสำแดงทัวถ้าโดยยืงนึงกระปงยุลนะจังเท่านะโยมจังเท่าโลกลือจังเท่าเจตมีกำลังจัดเจตปัดจังเท่าได้ไอ้เบอร์สันจีสดับมันยุลสดับมันบานหอยกุยเธอแต่มกจูไอมคลายทอนั่งไปจูไอมตามให้บรรยมnhiệtบานอันครัวปันในหายธรรมะมีกำลังสำได้ย้ายก็สมโตรอลกำหอกขอชกงเปียมันสมรมตนาไอ้สมมาเชียไซให้กุยตามสมรูลมันบัดจำตะบอดเชิงเทโยมาสันโดกเชิงก็บานเป็นแนนก็บานสมาธิก็บานเราตีไปก็บานเราก็ไอ้กุยก็บานเธอไม่เอาแต่สดับทอกันกุยยังไม่กุยจ่อให้มันบัดสเปียยูเท่สเปียแต่มาสันทุเตยจกได้ดักจกขลาเตยกลมสเปียยูไปขลาจกได้ไงกรอยเล่นมาสดับโลกเตะแห่ไม่บันเตยติตำรวจจกได้จงหัว
bà chẳng bạch sập bè du thế cầm ao chọc đáy sập bè lờ mồm bàn háo chăm cái bài camera chom chăm sập bè tiệt chẳng bao nhiêu mà đượcรู้hạt má xâm đai chún đôi to từng đi sống chìm ra ơn po anh lấy khơi tha cầm vị thi chìm ra ơn ở dục vật nạ miang cul à vật nạ năng về chìm ra ơn này bởi dục vật nạ miang cul về tha cách miang cul chìm ra ơn là dục miền này thật thôi ao giờ dục năng bàn ven miền này thà ở ruộng nơi ở du trong ngày ban là dục ven miền tây thôi ở ruộng nơi bàn du nó nhóm trong ngày ruộng nơi bàn du toàn là cầm ao chạp sập năng ruộng nơi bàn du ơi hay nhôm sầm nàng ngay miền cồn chìm rên phải chôn áo mục ta bàn về nhai nè vì áp khop men tên áp mài này thế này để mà sầm đai như kia sẽ đáp và nó luôn ái ọt miền cồn nào mà crop chìm rên phải chôn áo thế hay bởi giang nắng song say ta luôn ái nhà dụ mình bàn về như thế song say ta mình bàn pi rồi năm mấy thằng mà là hai bơm bàn pi rồi năm rồi học rồi chặt coi gió đấy nhá ọt miền cồn chìm rên là dụ ao kia chỉ non preh miền mỏng tia còn là thái mà rồi học có vì xa kham rồi mà phây phải cha quạt chê bị khmer máu chê thà má à châu à dụ của bạn cái tôi đỡ ấy bữa kia chê nhôm thà dụ của bạn cái tôi đỡ cái ao à dụ của bạn cái tôi đỡ nhôm do đại ọt do thế ọt do rồi mỏng ọt do đỡ à dụ bia class pi rồi năm pi bay rồi năm tòng đa bảo vía pi rồi 80 năm pi rồi 90 năm bơm ban là pi rồi thế do 8 cây của tôi về nâng các bạn đấy và chẳng còn bà đây của tôi đã sắt classอายุ ban 6 ឆ្នាំសត្វខ្លះអាយុបាន12ឆ្នាំសត្វខ្លះអាយុបាន7ថ្ងៃស្លាប់ទៅវិញហើយដូចមូសហើយហ្នឹងតែ7ថ្ងៃជាងស្លាប់ទៅវិញអស់ហើយកើតមកទៀតបន្តហើយចឹងមានគេនិទានតំណាលមួយតំណាលលេងដែរអាត្មាធ្លាប់ទៅទេសនានៅសាន់បែណាឌីណូជួបអាចារ្យមកពីកម្ពុជាក្រោមគាត់ថាមានរឿងតំណាលមួយនេះគុណតំណាលពីរឿងអាយុអាត្មាថាតំណាលល្មិចទៅចង់ដឹងណាគាត់ថាមនុស្សយើងអាយុផ្សេងសត្វអាយុផ្សឹងអាត្មាចង់ដឹងអាយុមនុស្សអាយុសត្វហ្នឹងអាម៉េចគាត់ថាវាមិនមែនរឿងពិតទេដូចគុណរឿងគេតំណាលថាអាតំណាលហ្នឹងចង់ដឹងអាគេតំណាលថាម៉េចហ្នឹងអាចារ្យហ្នឹងក៏និយាយរឿងហ្នឹងឲ្យអាត្មាស្ដាប់ហើយអាត្មាក៏ព្យាយាមចាំស្ដាប់មើលតើរឿងគាត់តំណាលថាម៉េចញោមចង់ដឹងដែរគាត់និយាយលេងថាពីដើមហ្នឹងសត្វទាំងអស់ទៅសុំអាយុពីព្រះហិសូរដល់ទៅសុំទៅមនុស្សយើងគេឲ្យតែ30តាមនុស្សយកតែ30បានហើយគោក្របីគេឲ្យច្រើនគេឲ្យ50គោក្របីថាខ្ញុំយកតែ20ទេក្បត់ចោល30អញ្ចឹងទៅមនុស្សយើងឃើញបើឯងអត់យកអាមកណាត់ហ្នឹងខ្ញុំរើសយកអញ្ចឹងមនុស្សយើងរើសយកអាយុគោក្របីយកមកតបាន30ទៀតឡើង60ស្រាប់តែសត្វឆ្កែនោះគេឲ្យ50ឆ្នាំដែរឆ្កែថាពី10ឆ្នាំប្រឹងខ្ញុំយកតែ10ឆ្នាំបានណាក៏វត្តចោលទាំងអស់យើងនេះទៅយកអាយុឆ្កែមកទៀតបើវាមិនយកយើងរើសយកមកតរើសយកមកបានវែងតទៀតដល់ពេលសត្វស្វាគេឲ្យអាយុច្រើនដែរស្វានោះវាថាខ្ជិលរស់នៅយូរឯងយកតែ10 20ឆ្នាំបានសល់ប្រមាណក៏វត្តចោលទាំងអស់មនុស្សយើងរើសយកអាយុស្វានឹងមកតទៀតបាន90 100ដល់ទៅពេលប្រើប្រាស់រាល់ថ្ងៃនេះភាពសប្បាយរីកចម្រើនក្នុងភេទជាមនុស្សយើងហ្នឹងណាបានតែ30ឆ្នាំឯងគាត់ថាអញ្ចឹងដើរលេងហឺហាស្លៀកពាក់បង្អួតឲ្យវាមានសិទ្ធិមានសេរីភាពក្នុងនាមជាមនុស្សហ្នឹងក្នុងភាពសប្បាយជីវិតជាមនុស្សហ្នឹងបានតែ30ឆ្នាំឯងចាប់ពីអាយុ30ឡើងទៅ40 50និង60លែងគិតពីមនុស្សឲ្យអស់អាយុមនុស្សឲ្យចូលអាយុគូអាយុក្របីម្ដងចាប់ពីអាយុប៉ុណ្ណេះទៅឃើញតលីឃើញតរែកឃើញតសែងឃើញតទូលឃើញតអូសអាទេសហើយលែងខ្វល់ពីរឿងរូបស្អាតមិនស្អាតខោអាវថ្មីឬកចាស់ហើយលែងខ្វល់
ពីដើមមកសិតតែលៀបលេលៀបប្រេងលៀបម្សៅឥឡូវអត់ទេខោលហែកអាវលហែកខោកាចាស់អាវកាចាស់អាមិនក៏លែងខ្វល់ដែរគិតតែពីប្រឹងរលីសែងទូលរែកលែងគិតពីនឿយហត់គេថាមកពីអស់អាយុមនុស្សទៅយើងប្រើអាយុគោបានយើងប្រឹងដូចគោនោះដល់ពេលផុតពី60ទៅឡើងដល់ចិត្តចាប់ពីចិត្តទៅ80នេះធ្វើអីមិនសូវកើតទេបុរាណគេថាស្លាប់ណែរស់តាពាកតាគៀកស្លាប់ឈឹងញោមមានន័យថាបានតែមាត់ទេលូរទាំក៏ច្រើននិយាយក៏ច្រើនប៉ុន្តែការងារលែងសូវចំណាប់ណាញោមចាប់ពី60ទៅ70 80ហ្នឹងលែងសូវចំណាប់ចាប់ពី60ទៅ70ហ្នឹងអស់ហើយបានតែមាត់បានតែលូបានតែនិយាយរស់តាពាកតាគៀកស្លាប់ឈឹងណាហើយគេធ្វើត្រូវចិត្តទៅតសើទៅគេមិនត្រូវចិត្តលូនិយាយច្រើនណាគេថាមកពីអស់អាយុគោទៅចូលដល់អាយុឆ្កែវាបានតែព្រោះដល់ពេលផុតពីចិត្តទៅឡើងដល់80ហើយនឹង9អស់អាយុឆ្កែទៀតគេថាចូលអាយុស្វាគេឲ្យនៅជាមួយចៅកើតស្វាម្ដងទៀតចាចៅណាញ៉ាំបាយណាចៅណាអតទីងទីងណាចៅណាញ៉ាំបាយក៏មិនកម្មើមជាមួយចៅមើលទៅដូចស្វាចឹងបានថាហ្នឹងមកពីអស់អាយុអាដេញឆ្កែទៅចូលអាយុស្វាដល់ពេលអាចារ្យនិយាយចឹងទៅបានអាត្មាថាហេរឿងអាចារ្យឯងល្អមើលដែរចឹងទេអាយុហ្នឹងចឹងឯណោះរឿងគេប្រឌិតប៉ុន្តែអប់រំមានន័យមកវាស្តៀងមែនវិវត្តរបស់មនុស្សយើងពីក្មេងមកល្អដល់ពេលកាន់តែចាស់ទៅមែនតើដូចវិវត្តថយក្រោយទៅវិញភ្លេចភ្លាំងអីលែងចាំអីដល់តែចាស់មែនតើទៅលែងស្គាល់បាយលែងស្គាល់អីយូរទៅដើរទៅណាក៏មិនរួចវិញវត្តវិលទៅដូចក្មេងវិញណាញោមស្រួលមិនស្រួលច្បាច់អីទៀតណាញោមមើលឃើញណាចឹងបានថាជីវិតចឹងបានអាត្មានិយាយត្រង់អត់ចង់ចាស់អីបន្តិចទេឃើញគេឈឺឃើញគេស្លាប់ឃើញមានគេល្អប៉ុណ្ណាក៏ដោយគេដាក់មកឈូសអីតបតែងល្អប៉ុណ្ណាក៏ដោយអាត្មាអត់ចូលចិត្តទេអត់តាន់ទេណាញោមថាឃើញអូមាននេះស្អាតណាមកឈូសនេះស្អាតណាស្អាតប៉ុណ្ណាស្អាតទៅមិនតាន់ចង់ងាប់ទេឃើញគេស្លាប់លន់អីគេធ្វើបន់ក្រឹកក្រែងក្រឹកអីក្រឹកទៅអាត្មាអត់តាន់ចង់ទេញោមហើយមែនថានិយាយត្រង់ចំណាស់ប៉ុណ្ណេះអស់ជួអស់ចង់ស្លាប់ហើយញោមស្លាប់ទៅធ្វើអីរស់នៅល្អជាងប៉ុន្តែទោះជាយ៉ាងណាក៏កិច្ចមិនរួចដែរអាត្មាធ្លាប់រៀនពីដើមគេនិយាយពីវ័យរបស់អាយុនឹងមាន10មួយគេហៅថាវ័យតសខណ្ឌតសកៈវ័យតសកៈអីណានៃហ្នឹងគេរៀបរាប់ពីវ័យល្អវ័យស្រួយវ័យលបែងដំបូងគេកើតមកវ័យស្រួយបន្ទាប់មកវ័យលបែងផុតពីវ័យលបែងមកវ័យល្អបន្ទាប់មកទៀតទៅវ័យកម្លាំងបន្ទាប់ពីវ័យកម្លាំងទៅវ័យកោងបន្ទាប់ពីវ័យកោងទៅដូចដឹងហើយវ័យជារាវ័យព្យាធិវ័យដេកហើយវ័យចូលមឈូសណាញោមណាហើយមួយទៀតទៅគេរាប់ប្រៀបធៀបទៅសត្វគេរាប់ប្រៀបធៀបទៅសត្វគេថាល្មហ្នឹងគេហៅវ័យកងោកអាខ្លាំងហ្នឹងគេហៅវ័យគោដល់ទៅពេលអាយុចាប់ពី60ទៅ70គេហៅវ័យរារែកស្ទើរកម្លាំងតិចស្ទើរមិនកម្លាំងតិចប៉ុន្តែពី40ទៅ50គេហៅវ័យបញ្ញាមនុស្សកំពុងមានបញ្ញាខ្លាំងអា40ទៅ50ហ្នឹងហើយដល់ទៅពេលចាប់ពី70ទៅ80ទៅគេហៅថាវ័យកោងហើយគេហៅវ័យទុនដល់ឲ្យចុងក្រោយគេហៅវ័យគេដាក់ប្រៀបធៀបទៅសត្វគេហៅថាវ័យឆ្កែគេហៅថាវ័យស្វាដល់ឲ្យចុងក្រោយវ័យដេកអញ្ចឹងធ្លាប់គេនិយាយអញ្ចឹងដែរប៉ុន្តែរឿងទាំងអស់វាស្ថិតនៅក្រោមការប្រៀបធៀបដើម្បីឲ្យយើងងាយយល់ពីអាយុចឹងដើម្បីបានអាយុវែងយើងចង់ឲ្យឪពុកម្ដាយយើងរស់នៅឲ្យបានយូរជាម្លប់ដល់កូនចៅយើងធ្វើចម្រើនបច្ចុប្បន្នជូនគាត់ដើម្បីឲ្យគាត់បានអាយុវែងហើយចង់សួរកូនចៅទាំងអស់គ្នានឹងធ្វើបន់ចម្រើនបច្ចុប្បន្នឲ្យម្ដាយឪពុកនឹងចង់ឲ្យគាត់អាយុវែងអញ្ចឹងឯងមែនទេអត់បើចង់មែនអញ្ចឹងអាត្មាបកស្រាយពីរឿងអាយុវែងនឹងឲ្យស្ដាប់ចង់បានអាយុវែងដែរអត់បើចង់បានចាំមើលអាត្មានិទានពីរឿងអ្នកអាយុវែងដើម្បីបានអាយុវែងគឺត្រូវតែមានទីពឹងសម្រាប់អាយុជីវិតរបស់ដែលឲ្យអាយុវែងនឹងមុនគេបំផុតណាញោមសំខាន់ជាងគេបំផុតឲ្យបានអាយុនឹងវែងគឺបច្ច័យ4បច្ច័យគ្រឿងអាស្រ័យមាន4គ្រឿងអាស្រ័យមាន4ហ្នឹងគឺថានាំឲ្យអាយុវែងគ្រឿងអាស្រ័យមាន4ហ្នឹងអីខ្លះបដិជ្ជណੰអេថាតិជាបច្ចយោរស់វែងបានដោយសារមានបច្ច័យទាំង4ស្ដាប់មិនយល់បច្ច័យ4នឹងស្អីទៅឥឡូវអាត្មាសួរញោមចាំឆ្លើយតាំងពីកើតមកប៉ុណ្ណេះញោមស្លៀកពាក់សពុតខោអាវម៉ែតាំងអាធ្វើឲ្យលហែកតាំងអាធ្វើឲ្យឆ្អេះអស់ប្រមាណកាផ្លេម្នាក់ហើយសូមជួយឆ្លើយអត់ដឹងទេអាត្មាអត់បានដឹងមែនសួរញោមគឺលោកដឹងឥឡូវអត់ដឹងដែរហើយបើញោមជាពាក់លុយគេ10000ត្រូវសងប្រមាណចុះបើជាពាក់លុយគេអត់ដឹងប្រមាណសងប្រមាណទៅ
សងវាមិនដឹងប្រមាណអញ្ចឹងយើងប្រើសពុតខោអាវម៉ែឪដល់ថ្នាក់អត់ដឹងចំនួនអស់ប្រមាណទេអញ្ចឹងបើយើងគិតទៅតាមធម៌អាសពុតខោអាវហ្នឹងគេហៅថាចៃវរៈបច្ច័យមានន័យថាយើងជាពាក់សពុតខោអាវម៉ែគឺសពាក់ជំពាក់ចៃវរៈបច្ច័យម៉ែដល់ថ្នាក់អត់ដឹងចំនួនប្រមាណមួយអានឹងចៃវរៈចុះមួយទៀតអាត្មាសួរលេងបើសិនជាញោមឆ្លើយត្រូវជូនពិន្ទុ2លានមើលញោមតាំងពីកើតមកទល់ប៉ុណ្ណេះហូបបាយម៉ែអស់ប្រមាណចានម្នាក់បើគិតជាអង្គអស់ប្រមាណកំប៉ុងអត់ដឹងទៀតអូកាលណាដូចអាត្មាក៏អត់ដឹងដែរអារឿងអត់ដឹងនេះជាពាក់ម៉ែជាពាក់ដល់ថ្នាក់អត់ដឹងអ្នកម៉ែពីក្មេងយើងពីក្មេងម៉ែចែកលុយឲ្យទៅរៀនចែកឲ្យទៅមើលល្ខោនចែកឲ្យទៅដើរលេងម៉ែអត់ដែលគាត់បជីទុកទេណាឲ្យកូនមករាប់ម៉ែមិនដែលសរុបទេប៉ុន្តែឥឡូវហ្នឹងបើម៉ែឆក់កូនមកឲ្យម៉ែ200000សិនមកឲ្យម៉ែ300000សិនមកកូនកត់ទុកទាំងអស់ហើយទៅដល់ថ្ងៃទាវិញហើយប៉ុន្តែអាតាំងពីតូចមកយករបស់ម៉ែមិនដែលទាទេណាអញ្ចឹងឥឡូវបើយើងគិតមើលពីបាយវិញជួនកាលគាត់ខ្វះអង្គខ្ចីអង្គកូន4 10កំប៉ុងឬក៏ម្ល៉េះអីកូនរំលឹកម៉ែជាពាក់អង្គខ្ញុំម្ល៉េះប៉ុន្តែត្រង់អាយើងជាពាក់តាំងពីក្មេងតូចប៉ុណ្ណេះអត់ដែលទាសោះបើដូច្នេះអាចជាពាក់បាយម៉ែដល់ថ្នាក់រាប់មិនអស់នឹងក្នុងបាលីគេឲ្យឈ្មោះថាបណ្ឌបាតបច្ច័យជាពាក់បណ្ឌបាតម៉ែឪដល់ថ្នាក់រាប់មិនអស់ទី3សួរមួយទៀតតាំងពីកើតមកញោមមកដេកកទេលខ្នើយភួយមុងម៉ែតាំងអាធ្វើឲ្យលហែកតាំងអាធ្វើឲ្យឆ្អេះឆ្អាបអស់ប្រមាណកាផ្លេម្នាក់ហើយសុំឆ្លើយអត់ទៀតណាអាហេដូចអាត្មាអីដូចយ៉ាងនេះអាត្មាក៏អត់ដឹងដែររឹកធំជាងញោមទៀតនោះនៅពីក្មេងឈឺបត់ដៃបត់ជើងល្មមគ្មានប្រាប់ពីណាទេបាញ់ដាក់កទេលថ្មីនឹងត្មងនោះព្រឹកឡើងគេលៀង5ថ្ងៃព្រាតបើដូច្នេះហើយយើងគិតមើលប្រើគេគ្រាន់តែគេលើកពោលើក3អីខោអាវគេថ្មីស្រួលច្រាំងជ្រោចទឹកយ៉ាងកាញ់ដាក់គេផ្លែតណាញោមអញ្ចឹងយើងធ្វើឲ្យលហែកកទេលខ្នើយភួយមុងម៉ែតាំងពីកើតទល់ប៉ុណ្ណេះប្រើមិនដឹងអស់ប្រមាណម្នាក់អត្តនឹងក្នុងធម៌គេហៅថាសេនាសនៈបច្ច័យអញ្ចឹងយើងជាពាក់សេនាសនៈបច្ច័យម៉ែដល់ថ្នាក់អត់ដឹងអញ្ចឹងយើងអត់ដឹងទេអត់ដឹងថាអស់ប្រមាណទេញោមអើយអស់ច្រើនណាស់អត់ដឹងថាអស់ប្រមាណទេណាចៃវរៈនៃសេនាសនៈបច្ច័យឥឡូវមួយទៀតគេលោញោមដឹងបើញោមដឹងថែមពិន្ទុឡើងដល់3លានណាញោមមើលនិយាយត្រង់តាំងពីកើតមកទល់ប៉ុណ្ណេះលេបណែហូបក្រែមកៃម៉ែអស់ប្រមាណដុំតកកប្រមាណកែវហើយលេបថ្នាំអស់ប្រមាណគ្រាប់ញោមហើយបើចាក់វិញអស់ប្រមាណបជុលហើយបើសរោមវិញអស់ប្រមាណផ្លោកញោមណាដឹងថែមពិន្ទុ5លានអត់ដឹងអាទាំងអស់ដូចអាត្មាឲ្យដូចយ៉ាងនេះដូច្នេះអត់ដឹងអញ្ចឹងបើយើងគិតទៅតាមធម៌អារបស់នឹងគេហៅថាគិលានភេសជ្ជៈអញ្ចឹងយើងជាពាក់គិលានភេសជ្ជៈម៉ែដល់ថ្នាក់អត់ដឹងចំនួនអញ្ចឹងយើងរាប់សរុបមកវិញជាពាក់អីខ្លះហើយមិញនេះអាគ្រឿងស្លៀកពាក់គេហៅឈ្មោះថាចៃវរៈបច្ច័យអាគ្រឿងហូបចុកបាយទឹកនំចំណីត្រីសាច់គេហៅថាបណ្ឌបាតបច្ច័យអាគ្រឿងសម្រាប់ដេកសម្រាប់នៅដូចកទេលខ្នើយភួយមុងផ្ទះសំបែងគេហៅថាសេនាសនៈបច្ច័យអាគ្រឿងហូបព្យាបាលជំងឺដូចជាថ្នាំពេទ្យឬក៏ភេសជ្ជៈដូចជាតកកក្រែមកៃអានឹងគេហៅថាគិលានភេសជ្ជៈបច្ច័យអញ្ចឹងអានឹងសរុបទៅឃើញ4អាទាំង4ហ្នឹងគេហៅអីគេញោមអាទាំង4ហ្នឹងគេហៅអីគេហៅបច្ច័យ4អញ្ចឹងពាក្យថាបច្ច័យ4គឺរបស់ទាំង4មុខនឹងតើមិនមែនបច្ច័យ4លោក4អង្គមិនមែន4កញ្ចប់មិនមែន4វត្តទេបច្ច័យ4គឺរបស់4មុខមិញហ្នឹងរបស់ហូបមួយមុខរបស់ស្លៀកមួយមុខរបស់ដេកនៅមួយមុខនិងរបស់គ្រឿងថ្នាំមួយមុខអា4មុខហ្នឹងគេហៅបច្ច័យ4ហើយយើងរស់តាំងពីក្មេងមករស់ដោយសាររបស់ទាំង4ហ្នឹងមែនអីអត់រស់ដោយសាររបស់ទាំង4ហ្នឹងឲ្យចារបស់ហ្នឹងជារបស់ណាបងម៉ែឪអញ្ចឹងយើងជាពាក់បច្ច័យ4ណាជាពាក់បច្ច័យ4ម៉ែឪអញ្ចឹងហើយបានជាពេលគេរស់ស៊ីមានបានគេដឹងគុណម៉ែឪត្រូវទៅធ្វើបច្ច័យ4សងគាត់កុំឲ្យជាពាក់ហើយសងតែម្ដងហ្នឹងសន្មត់ឲ្យរួចអាទាំងអស់ក្នុងត្មងទៅព្រោះយើងមិនដឹងចំនួនបានគេហៅថាបកាសនៈកតញ្ញូដាក់មេក្រូប្រកាសឲ្យដឹងឮថាយើងបានសងហើយសំទោសគាត់ក៏អត់ទោសឲ្យយើងសងហើយអេវ៉ាំងចតបច្ចយៈទេយកោសុខខੰវត្តតិតស្មាទានnăngសយំពេប្រវត្តិទេតពាំងអានិសងនេះឲ្យបច្ច័យ4រមែងកើតឡើងទទួលបានរបស់4ហ្នឹងគ្រប់មុខទាំងអស់មានន័យថា
ចាប់ពីថ្ងៃនឹងទៅចាប់ពីពេលនឹងទៅយើងសបោគ្រឿងបច្ច័យ4នឹងប្រើខ្ញុំព្រោះយើងបានធ្វើសងមេត្តាបិតាយើងអស់ជាពាក់ហើយអញ្ចឹងយើងសបោបច្ច័យ4ដូចញោមដាំពេជ្រគក់ដល់តែបានផលមកញោមទុកពូជដាំទៀតញោមនៅតែមានពេជ្រគក់ញោមដាំពោតដាំស្ដែកញោមបានផលមកញោមដាំពូជស្ដែកនឹងទុកតទៀតដូច្នេះញោមនៅតែបានពោតស្ដែកនឹងតទៀតញោមមើលឃើញណាអញ្ចឹងបានន័យថាយើងបានដាំពូជទុកយើងមិនចេះអស់ទេណាញោមឥឡូវនេះកើតឡើងតាំងពីពេលនេះតទៅមុខមិនខ្វះនឹងបច្ច័យ4អញ្ចឹងអាត្មាគ្រាន់តែរៀបរាប់ប្រាប់ថាបច្ច័យ4មួយនេះធ្វើឲ្យជីវិតរស់តាំងពីតូចមកទល់ប៉ុណ្ណឹងនេះចម្រើនបច្ចុប្បន្នមួយដែរបើអត់មានបច្ច័យ4ម៉ែឪមកមិនរស់ទេអញ្ចឹងរស់តាំងពីក្មេងមកសរុបទៅដោយសារណាដោយសារម៉ែឪផ្នែកខាងក្រៅបច្ច័យ4ប៉ុន្តែផ្នែកខាងក្នុងណាញោមព្រំវិហារធម៌ជំរករបស់ម៉ែឪនឹងដូចសីមា9ទិសចឹងការពារខ្មោចព្រាយអមនុស្សមិនឲ្យបៀតបៀនកូនបានទេគ្រាន់តែកូននៅក្នុងផ្ទៃព្រំវិហារធម៌នេះវាក្របធ្វើដំណើរដើរទៅព្រៃទៅវាលពោះវែកស្វាអាទេសលូនលែងរួចគេថាអូបារមីកូនក្នុងផ្ទៃនឹងមនុស្សភ្នែក4ប៉កែតាមពិតមិនមែនមនុស្សភ្នែក4ប៉កែទេមនុស្សមានធម៌4ណែប៉កែធម៌អីខ្លះមេត្តាករណាមុទិតាបេខាព្រំវិហាររបស់ម៉ែឪនេះវាឃុំក្រងជុំវិញខ្លួននឹងកុំឲ្យខ្មោចព្រាយអមនុស្សមកបៀតបៀនកូននឹងបានពេលយើងប្រសូតឡើងមកពួកព្រាយកលាភ្លើងពួកអាបវាមកចង់យកកូននឹងស៊ីមកចង់យកអាម៉េចក៏ដោយយកមិនបានទេដោយសារអធិពលនៃព្រំវិហារធម៌របស់ម៉ែថែរក្សាការពារបើកុំអញ្ចឹងពួកព្រាយវាយកពួកអាបពួកប្រែតវាទៅដើមយកស៊ីក៏បានដែរប៉ុន្តែយកមិនបានទេបើកូនរស់នៅតែក្រោមព្រំវិហារនេះរហូតទៅណាមកណាក៏អាយុវែងដែរនឹកដល់ទឹកដោះម្ដាយថ្លៃសុខសប្បាយរហូតហើយបើសិនជាម៉ែឪមិនមានព្រំវិហារជាមួយកូនទេកូននឹងឯងស្លាប់ជាណាខ្លះនឹកដល់ទេវតាឲ្យជួយប្រពុតលោកថាម៉ែឪជាទេវតានៅលើផ្ទះព្រោះថែអាសាកូនតាំងពីតូចកូនអត់ចេះក្លាប់លើកូននៅក្លាប់កូនអត់ចេះផ្ងាលើកូនឲ្យផ្ងាកូនមិនចេះដើរពរកូន3កូនមិនចេះញ៉ាំបាយបញ្ចុកកូនបើកុំមានទេវតានឹងថែម្លេះអតិតាំងពីតូចបាទបើអញ្ចឹងនឹងទេវតាដើមហើយដល់គោរពដល់គ្រូអូលើកនេះលោកនេះគេគោរពគ្រូណាប៉ុន្តែប្រពុតថាម៉ែឪនឹងគ្រូដើមពង្រៀនតាំងពីចេះពង្រៀនឲ្យដើរពង្រៀនឲ្យហូបឲ្យចុកឲ្យដេកឲ្យនិយាយឲ្យស្ដីតតែចេះនិយាយច្បាស់ឲ្យបានបញ្ជូនទៅសាលាណោះហើយរលួយឧបត្ថម្ភឲ្យរៀនទៀតណាគ្រូមុនគេម៉ែឪឯនេះគ្រូពង្រៀនតាំងពីឲ្យចូលបន្ទប់ទឹកធ្វើម៉េចងូតទឹកធ្វើម៉េចពង្រៀនកូនតម្រាំតែកូនចេះខ្លួនឯងគ្រូដើមដែរបើនឹកគ្រូណាកុំភ្លេចគ្រូដើមគឺម៉ែឪកូននឹកដល់ម៉ែឪនេះអាយុវែងហើយហ៎អ្នកខ្លះគេគោរពប្រព្រំអូគោរពប្រព្រំប៉ុន្តែប្រពុតថាមេត្តាបិតានេះហើយជាប្រព្រំព្រោះលោកមានព្រំវិហារធម៌ជាមួយកូនគ្រប់ពេលវេលាអ្នកខ្លះគោរពប្រពុតបងថាម៉ែឪនេះក៏ជាព្រះហើយជាព្រះអរហន្តរបស់កូនអាចថែអាសាកូនអាចឲ្យកូននឹងធ្វើបុណ្យជាមួយបានដូចស្ត្រីម្នាក់យកចេកទៅថ្វាយព្រះម៉ែចាស់នៅផ្ទះឃ្លានញ័រមាត់មិនឲ្យហូបទេយកទៅវត្តចង់បានបុណ្យទៅដល់ប្រពុតសួរថានាងថ្វាយព្រះឲ្យផ្ទះហើយនៅគ្មានទេផ្ទះខ្ញុំព្រះអង្គអត់ដែលមានព្រះទេព្រះអង្គថាមានយកទៅវិញទៅរកមើលព្រះនៅផ្ទះនោះនាងយកចេកមកស្និតត្រឡប់មកវិញដើររកព្រះរកមិនឃើញសោះទៅឯលិចមិនឃើញឯកើតមិនឃើញវែកទៅនេះរកទៅនោះរកមិនឃើញនិយាយពីម៉ែចាស់ឃើញជ័យកូនតាមសម្លឹងយកទៅចិត្តតាមមើលចុះមើលឡើងឃ្លានស្រាប់តែចេកទុំនោះវាល្បេះកធ្លាក់មួយខ្ពាកយាយនឹកអព្រឺតមួយហ្នឹងទៅនងបានអញនៅស្ងៀមជាងទំនេរហាមាត់សុំគេទៅគីឡូបានកូនមួយហ្នឹងវាធ្លាក់ឲ្យម៉ែហូបមកអាហ្នឹងវាធ្លាក់ឲ្យម៉ែឯងយកទៅនេះម៉ែបានផ្លែតអញថាបានអញបានមែនអើយអណាស់បកខ្វោកដាក់ផ្លុកគិតទៅបានមួយញោមក៏អូបឲ្យពេញមាត់ផ្អែមបានមួយញោមនឹកបាន2 3ទៀតអីអស់ចាហ្មងប៉ុន្តែតោះតែបានមួយឃ្លានណាបានកូននឹងយកចេកសល់ប្រមាណយកទៅវត្តអាចារ្យអ៊ូចង់ថាកូនខ្លះជឿបនខ្លាំងយកមកហូបទាំងឆ្នាំងទៅវត្តវាម៉ែឪស្រែកឃ្លានចង់បានណាស់ណាផ្លយសួរកូនថាមានសល់ឬទេព្រឹកឡើងឃ្លានបាយញ័រពោះញើសខ្ចាយឃើញសម្លគេកូនឆ្លើយវឹងផ្កានថាមិនបានសល់ទេខ្ញុំស្លគ្រាន់តែទៅវត្តទេឪម៉ែឪថាបើកូនដួសកាលណាចែកឪខ្លះទៅកូនគេថាវាមិនត្រូវឪស៊ីមុនលោកបាបម៉ែវាឲ្យកុំសុំគេខ្លាចបាបទៅឲ្យគេទៅវត្តចោះបាននាងនឹងយកចេកទៅវត្តទៅដល់ព្រះសួរម្ដងទៀតថាម៉េចទៅនាងរកព្រះឃើញអីអត់
អត់ទេព្រះអង្គរអស់ហាលិញគ្មានឃើញព្រះទេហើយចុះបាត់ជែកមួយនេះទៅឯណាអាហ្នឹងវាបាក់កធ្លាក់ជ្រុះឲ្យម៉ែហូបបាត់ហើយបានព្រះអង្គថានងម៉ែនងឲ្យព្រះធ្វើបន់ជាមួយព្រះនេះបានបន់យ៉ាងណាធ្វើបន់ជាមួយព្រះនោះបានបន់ស្មើគ្នាហើយអាម៉េចក៏គិតតែព្រះនៅឯវត្តចោលព្រះនៅឯផ្ទះអញ្ចឹងណែអញ្ចឹងបានថាកុំឲ្យគិតព្រះនៅឯវត្តចោលព្រះនៅឯផ្ទះព្រះនេះអញ្ចឹងពពុទ្ធលោកសំដែងធ្វើបន់ជាមួយម៉ែឪបានបន់ដូចធ្វើជាមួយព្រះកូនណាធ្វើបន់ជាមួយម៉ែឪនេះអាយុវែងហើយនិយាយពីធម៌ព្រំវិហាររបស់ម៉ែនឹងពិតជាថែអាសាកូនឲ្យបានអាយុវែងមែនទេអត់ធម៌ព្រំវិហាររបស់ឪពុកក៏ថែរក្សាកូនឲ្យបានអាយុវែងដែរណាញោមនិយាយពីតាហើយនឹងកូន2នាក់ទៅដេកនៅលើសាលាឈរទៀនមួយពេលល្ងាចឡើងថ្ងៃអាសៀលល្ងាចឡើងយៈវានៅលើនឹងវាចង់ចាប់ស៊ីចង់ចាប់កូននឹងស៊ីពួកយៈនឹងពួកខ្មោចព្រាយបិសាចប៉ុន្តែវានឹកថាបើសិនជាឪពុកនឹងមានធម៌ព្រំវិហារក្រាលគ្របដណ្ដប់លើរូបរាងកាយកូននឹងមិនអាចចាប់យកបានទេអញ្ចឹងចង់ដឹងថាឪពុកនឹងមានព្រំវិហារធម៌ឬអត់ក៏ឡើងទៅលើធ្នឹមសាលានឹងយកអាកតិចឈើដែលព្រួយស៊ីនឹងយកមករោយតម្លាក់ឲ្យចំចំោះកូនដល់តែចំទៅកូននឹងវាកដាស់ឆែតផ្ដាសាយឪពុកនឹងជូនពរកូនស្